អ្នកទាំងអស់គ្នាឥឡូវនោះមិនកំពុងតែភ្លៀងហើយខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីទៀតទេមិនភ្លៀងអញ្ចឹងទៅខ្ញុំបើកមើលឆាតក្នុង TikTok របស់ខ្ញុំថាមានតែគេឆាតខ្ញុំ request ធ្វើអីគេអត់ហើយទៅមានគេ request ឲ្យនិយាយពីមនុស្សម្នាក់ហើយដល់ពេលហើយខ្ញុំថាអូខេខ្ញុំនឹងធ្វើវីដេអូហ្នឹងចាំពេលមិនកំពុងភ្លៀងអញ្ចឹងហើយស្រាប់ដល់ពេលខ្ញុំងាកទៅលើក្បាលក្រែងខ្ញុំទៅម៉ាក់ខ្ញុំទុកការកលាបនេះឲ្យខ្ញុំមួយអានេះទៅវាអត់មានដងទេវាមានតែស្នីបការកលាបខ្ញុំថាអូសង្ស័យតាក់ទងមួយស្នេហាហើយអញ្ចឹងទៅថារ៉ូហ្នឹងខ្ញុំដកថារ៉ូពណ៌កញ្ជុកទៀតភីងភីងអញ្ចឹងតាក់ទងមួយស្នេហាខ្ញុំចង់ដឹងថាចេះអារម្មណ៍មនុស្សម្នាក់ហ្នឹងទៅកាន់អ្នកទាំងអស់គ្នាហ្នឹងគេកំពុងគិតបែបម៉េចអីអញ្ចឹងអ្នកទាំងអស់គ្នាអូយតែនិយាយតាក់ទងអារឿងស្នេហាហ្នឹងពេលមិនកំពុងភ្លៀងមានអារម្មណ៍ថារ៉ូមែនទិកហ្មងតែខ្ញុំគិតថាវាតាក់ទងជាមួយនឹងភីងភីងច្រើនជាងអ្នកទាំងអស់គ្នាបាទមើលអ្នកទាំងអស់គ្នាបាន8 of cup តែ reverse អ្នកទាំងអស់គ្នា reverse ហ្នឹងគឺល្អវាបច្ចាមានន័យថាមនុស្សម្នាក់ហ្នឹងគេអត់មានកំណត់ថាចង់ចាក់ចេញពីអ្នកទាំងអស់គ្នាចង់ឲ្យអ្នកទាំងអស់គ្នានៅតែម្នាក់ឯងមានអារម្មណ៍ថាគេហ្នឹងចង់នៅតែចិត្តអ្នកទាំងអស់គ្នាហើយអា cup នេះ represent ថាគឺជាលបមួយឬក៏អីមួយដែលយើងហ្នឹងមាននៅក្នុងហ្នឹងអស់ហើយអញ្ចឹងទៅអញ្ចឹងន័យថាម្នាក់ហ្នឹងមានក្នុងហ្នឹងអស់ហើយមានបកគលឲ្យអ្នកទាំងអស់គ្នាអស់ហើយប៉ុន្តែនៅចាំតែអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាហ្នឹងព្រមបែរក្រោយមកសាកមើលគេអត់អីអញ្ចឹងណានឹងតាក់ទងជាមួយនឹងឧទាហរណ៍តាក់ទងជាមួយនឹងអ្នកកំពុងតែតាមដានអ្នកទាំងអស់គ្នាចង់បានអ្នកទាំងអស់គ្នាមកធ្វើជាស្នេហាជាសង្សារជាគូអនាគតអត់ something អញ្ចឹងអ្នកទាំងអស់គ្នាឬក៏អ្នកដែលកំពុងតាមលួងអ្នកទាំងអស់គ្នាជាសង្សារអីអញ្ចឹងអ្នកទាំងអស់គ្នាគឺចិត្តរបស់គេហ្នឹងគឺគេពិតជាស្រឡាញ់អ្នកទាំងអស់គ្នាហើយគេអត់ចង់ទៅណាចង់អ្នកទាំងអស់គ្នាអញ្ចឹងអារម្មណ៍គេហ្នឹងគឺគេពិតជាចង់បានអ្នកទាំងអស់គ្នាមែនអុយកាត់យ៉ាងហ្នឹងខ្ជិលឲ្យភេងទៀតហើយចុះមានរឿងអីទៀតដែលគេចង់ប្រាប់អ្នកទាំងអស់គ្នាអូឈោអ្នកទាំងអស់គ្នាអូតែបាន reverse អ្នកទាំងអស់គ្នាអាបេះដូង reverse ហ្នឹងតាក់ទងមួយស្នេហាអ្នកទាំងអស់គ្នាបើសិនជាបានចិត្តចាំយើងភ័យប៉ុន្តែបានបច្ចេកឯងមានន័យថាចិត្តអ្នកទាំងអស់គ្នាក្នុងចិត្តគេអត់មានចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់សំបីតែបន្តិចហ្មងអ្នកទាំងអស់គ្នាគឺគេមានអារម្មណ៍ថាគេចង់ថ្នមអ្នកទាំងអស់គ្នាដូចអីគេដូចកែវមួយអញ្ចឹងដាក់ទឹកអីចឹងយើងដើរកាន់អីអញ្ចឹងណាកុំឲ្យវាធ្លាក់ទៅវាបែកវាអាចមុតដៃអីអញ្ចឹងណាហើយគេមានអារម្មណ៍ថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលគេចង់មើលថែចង់ថ្នាក់ថ្នមចង់បំពេញចន្លោះប្រហោឲ្យអ្នកទាំងអស់គ្នាចង់ឲ្យអ្នកទាំងអស់គ្នាមានសេចក្តីសុខអត់ចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ហើយនិយាយទៅក្នុងចិត្តគេហ្នឹងណាគឺចង់ឲ្យអ្នកទាំងអស់គ្នានឹងជួបតែរឿងដែលនិយាយថាសំប្រកបសំបំណងអីចឹងតែរឿងអស់ហ្នឹងគឺត្រូវតែគេជាអ្នកឲ្យអ្នកទាំងអស់គ្នាគេអត់ចង់ឲ្យអ្នកផ្សេងមកធ្វើអញ្ចឹងដាក់អ្នកទាំងអស់គ្នាអានឹងគឺជាអីដែលគេចង់ប្រាប់អ្នកទាំងអស់គ្នាចឹងអានេះតាក់ទងជាមួយនឹង sex of type អ្នកទាំងអស់គ្នាមានន័យថាអ្នកទាំងអស់គ្នាចិត្តកំណត់ផកគេហ្នឹងគេគិតអ្នកទាំងអស់គ្នាគឺដូចក្មេងតូចជាប្រេងនឹងតូចអីអញ្ចឹងណានិយាយថាកូនក្មេងខ្ជូតអីអញ្ចឹងដែលគេហ្នឹងអត់ហ៊ាននឹងចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់សំបីតិចនិយាយថាសំបីតែសម្ងោចវាលើដៃហ្នឹងក៏គេអត់ចង់ឲ្យសម្ងោចនឹងប៉ះលើដៃអ្នកទាំងអស់គ្នាព្រោះតែខំទៅវាក៏មានស្នាមតិចតួចលើដៃអ្នកទាំងអស់គ្នាគេអត់ចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ទេហើយគេចង់បំពេញអីទាំងអស់ហ្នឹងឲ្យអ្នកទាំងអស់គ្នានេះមានផ្កាមានអីអ្នកទាំងអស់គ្នានិយាយទៅគឺ pink in the world ហ្មងអ្នកទាំងអស់គ្នាល្អខ្លាំងមែនតើហ្មងណាសម្រាប់អ្នកឥឡូវហ្នឹងណាឆ្នាំថ្មីហើយស្នេហាហ្នឹងក៏ជោគជ័យទៀតអញ្ចឹងពេលខ្លះយើងកុំសូវធ្វើពេកយើងរៀងបើកភ្លើងខៀវឲ្យគេខ្លះទៅគេតាមយើងមកយូរហើយដែរអញ្ចឹងណាអ្នកទាំងអស់គ្នាអូយល្អអាកាតគេហ្នឹងហើយនឹងមានរឿងអីទៀតទៅយ៉ាខ្ញុំចង់បានបាទហូតាក់តងជាមួយនឹងនេះអ្នកទាំងអស់គ្នាបច្ចេកទៀតហើយTurn of shop អ្នកទាំងអស់គ្នានិយាយទៅដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាចង់រឿងតាក់ទងជាមួយនឹងឈឺចាប់អីគេអត់មានគំនិតសូម្បីតែបន្តិចចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់មកប៉ុន្តែឧទាហរណ៍ថាបើសិនជាគេធ្វើអីមួយដែលអត់បញ្ជាក់អ្នកទាំងអស់គ្នាឲ្យគេអត់ដឹងឲ្យធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់អានឹងមិនមែនជាបំណងរបស់គេធម្មតានៅពេលដែលមនុស្សម្នាក់ស្រឡាញ់យើងខ្លាំងគេអាចនឹងហួងហែងយើងអាចនឹងបិទសិតយើងទៅខ្លាំងអញ្ចឹងព្រោះគេអត់ចង់ឲ្យយើងនឹងអូតណាចោលគេអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែរឿងនោះយើងត្រូវទៅនិយាយជាមួយគេឲ្យច្បាស់លាស់ពីអីដែលយើងចង់បានពីអីដែលគេចង់បានទៅកុំឲ្យថាយូរទៅនៅមួយគ្នាវាអាចកើតជារឿង toxic អីអញ្ចឹងប៉ុន្តែរឿង toxic ទាំងអស់ហ្នឹងគឺម្នាក់គឺចង់ឲ្យតែមនុស្សដែលខ្លួនស្រឡាញ់ហ្នឹងគឺល្អហើយជួបតែរឿងត្រឹមត្រូវអីអញ្ចឹងឯងនិយាយទៅគឺគេអត់ចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ហ្មងប៉ុន្តែអ្នកទាំងអស់គ្នាអាចឈឺចាប់ដោយសារតែអ្នកគេអត់សូវយល់ពីអ្នកទាំងអស់គ្នាគេយើងបិទសិតអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាមហត់ចិត្តអីអញ្ចឹងត្រូវទៅប្រាប់គេចែកកុំឲ្យគេនឹងតាមយើងស្អិតពេកអីអញ្ចឹងអាហ្នឹងអីដែលយើងបាក់ចិត្តឲ្យយើងធន់ជាមួយគេអាហ្នឹងនិយាយទៅហើយនឹងមានរឿងអីទៀត last card ចុងក្រោយហើយទីទៀតនឹងនិយាយពី zodiac sign តាគេ zodiac sign គេហើយយើងជា zodiac sign គេអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងអានេះ reverse ទៀតហើយនិយាយទៅតាក់ទងជាមួយនឹងដាវហ្មងតែដាវបច្ចេកហេគឺមានអារម្មណ៍ថាដូចខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាពីដើមមកអញ្ចឹងគេមានអារម្មណ៍ថាគេលេងចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ទៀតហើយគេអ្នកទាំងអស់គ្នាអាចជួបបញ្ហាឈឺចាប់ខ្លាំងតាក់ទងមិនថាតាក់ទងមួយស្នេហាមួយអ្នកចាស់ឬក៏បញ្ហាគ្រួសារឬក៏បញ្ហាហិរញ្ញវត្ថុឬក៏បញ្ហាអីផ្សេងដែលគេដឹងពីរឿងអ្នកទាំងអស់គ្នាហើយគេមានអារម្មណ៍ថាអូយគេពិតជាអាណិតអ្នកទាំងអស់គ្នាគេពិតជាចង់ថ្នាក់ថ្នមអ្នកទាំងអស់គ្នាគេពិតជាចង់ឲ្យអ្នកទាំងអស់គ្នាលេងមានអារម្មណ៍បែបហ្នឹងទៀតហើយគេចង់ធ្វើជាស្មាផ្អែកដើម្បីឲ្យអ្នកទាំងអស់គ្នាផ្អែកគេមានអារម្មណ៍ថាឲ្យអ្នកទាំងអស់គ្នាហ្នឹងមានអារម្មណ៍ថាកក់ក្ដៅអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅគឺមនុស្សម្នាក់ហ្នឹងខ្ញុំអត់ថាមនុស្សប្រុសឬក៏មនុស្សស្រីទេគឺគាត់ពិតជាស្រឡាញ់អ្នកទាំងអស់គ្នាជ្រាលជ្រៅខ្លាំង
មែនតើមកអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមើលតែតាមម្នាក់ហ្នឹងគួរតែអ្នកទាំងអស់គ្នាអាចនឹងសាបគប់ឬក៏មើលចិត្តគ្នាបន្តទៀតអីអញ្ចឹងអត់ហ្នឹងអ្នកទាំងអស់គ្នាខ្ញុំអត់បើកពី Guardian Angel ទេខ្ញុំបើកពី Star Oracle តែគេមានអីចង់ប្រាប់អ្នកទាំងអស់គ្នាអត់ Oh my god you see fall into my arms គេថា surrender holding the opposite extreme of life អ្នកទាំងអស់គ្នាគេថាចេះម្នាក់ហ្នឹងចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងនិយាយថាយកស្មារតីជាបងឯងអីទៅគុំគិតគុំហូលអារម្មណ៍តែពិបាកចិត្តអ្នកទាំងអស់គ្នាទៀតពួកអ្នកទាំងអស់គ្នាមានស្មារតីផ្អែកគេនឹងចាំជួយអ្នកទាំងអស់គ្នាគ្រប់ពេលគ្រប់វេលាហើយគ្រប់ទីកន្លែងទៀតចឹងអ្នកទាំងអស់គ្នាគឺអារម្មណ៍របស់គេហ្នឹងគឺពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងមែនតើមកអ្នកទាំងអស់គ្នាអូយល្អខ្លាំងណាស់អ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាចាំមើលថាខ្ញុំបោះគ្រប់លោកឡាហើយនឹងបានសូឌីអេកសាយគេខ្លាំងអ្នកទាំងអស់គ្នាចាំមើលនៅលើហ្នឹងខ្ញុំនឹងដាក់នៅខាងលើហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលចឹងណាតើសូឌីអេកសាយគេជាណាគេហើយអ្នកទាំងអស់គ្នាជាសូឌីអេកសាយគេខ្លាំងចឹងអ្នកទាំងអស់គ្នាចឹងសម្រាប់យប់ហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ